អាហារពិតជាបេសាចមែនសូមជួយចុច follow like share ម្នាក់មួយផងព្រះអង្គគុំចាស់តើព្រះអង្គច្រឡំទូបង្គំជាមួយអ្នកអតីមែនទេមើលទៅរូបកាយទូបង្គំនៅតូចដូចក្មេងតូចតើមានសេចក្តីរីករាយប៉ុណ្ណាទៅក្នុងរាជវាំងគ្មានបុត្រាបុត្រីអស់ជាយូរមកហើយមន្ត្រីទាំងឡាយក៏មិនអាចជៀសផុតពីការនិយាយដើមបានទេព្រះអង្គគុំខ្ញាល់អីហើយសូមជ្រាបថាព្រះអង្គបើសិនជាទូបង្គំបានធ្វើឲ្យទ្រង់មិនសប្បាយព្រះតីសូមរីករាយទោសបើទូបង្គំបានខ្លាចជាមហេសីរបស់ទ្រង់តើនឹងទៅជាយ៉ាងណាបើមានគេមករំលោភបំពានទូបង្គំទ្រង់ជាមហេសីរបស់យើងហើយគ្មានអ្នកណាហ៊ានរំលោភបំពានទ្រង់បានទេប្រសិនបើពួកគេដរាបណាទ្រង់មានចរិតល្អនិងជាបង្អែកដល់យើងអញ្ចឹងសូមព្រះអង្គសន្យានឹងទូបង្គំថាទៅថ្ងៃមុខមិនថានឹងមានសត្វល្អិតប៉ុន្មានទេសូមកុំបណ្ដោយឲ្យទូបង្គំចាក់ចេញពីទ្រង់ឡើយមិនធ្វើទេយើងធានាចំពោះទ្រង់អញ្ចឹងបើព្រះអង្គពិតជាស្រឡាញ់ទូបង្គំប៉ុណ្ណឹងហើយសូមព្រះអង្គសន្យានឹងទូបង្គំម្ដងទៀតព្រះអង្គសន្យាមកឲ្យតែអូនល្អនឹងយើងហើយជាបង្អែកដល់យើងបើដូច្នោះព្រះអង្គសន្យានឹងទូបង្គំថាទៅថ្ងៃមុខទោះបីជាមានអ្នកនិយាយប្រាប់អ្វីដល់ទ្រង់ក៏ដោយកុំខឹងទូបង្គំអីយើងមិនធ្វើទេយើងធានាចំពោះអូនបើដូច្នោះបើព្រះអង្គពិតជាស្រឡាញ់ទូបង្គំមែនព្រះអង្គត្រូវតែយល់ព្រមតាមលក្ខខណ្ឌរបស់ទូបង្គំនិយាយមកទូបង្គំដែលជាមហេសីនេះតាំងពីក្មេងមកគឺធំដឹងក្តីនៅតំបន់ព្រំដែនចូលចិត្តទទួលទានស្រានិងសាច់អាំងខ្លះពីខាងក្រៅវាំងហើយក៏ចង់រៀបអភិសេកជាមួយព្រះអង្គម្ចាស់ដែរចង់យកអាហារមកកប់ចិត្តយើងឬក៏គួរឲ្យស្រឡាញ់ដែរអនុញ្ញាតហើយទូបង្គំដឹងហើយថាព្រះអង្គម្ចាស់ជាបុរសដែលស្មោះស្នេហ៍បំផុតក្នុងលោករាត្រីរដូវផ្ការីកបានជ្រាលជ្រៅហើយព្រះនាងដល់ពេលបម្រើដល់យើងហើយតែព្រះអង្គម្ចាស់ទូបង្គំខ្ញុំបែរជាចង់ជួយទ្រង់មែនទែនច្បាស់ជាបែបនោះរហូតខ្ញុំនឹងកេងអបទ្រង់ហើយទ្រង់ក៏ត្រូវតែនៅក្នុងកណ្ដាប់ដៃខ្ញុំដែរអ្នកមហេសីព្រះអង្គបានយាងទៅហើយខ្ញុំនឹងជួយព្រះមហេសីងូតទឹកលាងខ្លួនសិនសំណាងល្អដែលព្រះអង្គមិនមានកាច់ការពីយប់មិញព្រះមហេសីពិតជាអស្ចារ្យណាស់ខ្ញុំលើពួកអ្នកបម្រើក្នុងវាំងនិយាយថាព្រះអង្គចាប់តាំងពីឡើងគ្រងរាជ្យមកមិនដែលចាប់អារម្មណ៍នឹងមនុស្សស្រីណាទេហើយក៏មិនដែលស្នាក់នៅដំណាក់សនំអង្គណាមួយដែរព្រះអង្គពិតជាមានការប្រោសប្រណីពិសេសចំពោះព្រះមហេសីណាស់រំខានណាស់ខ្ញុំមិនអាចទទួលយកការសងសឹកដែលខុសទំនងបែបនេះបានទេព្រះមហេសីមិនសប្បាយចិត្តមែនទេជាវលីវលីតើឯងចង់ស្ដាប់ខ្ញុំនិទានរឿងមួយទេជាវលីវលីឯងកុំគិតច្រើនផ្ដេសផ្ដាស់ទៀតអីសូមជួយចុច follow like share ម្នាក់មួយផងដើម្បីទស្សនារឿងបន្តទៀតអញគិតថាពេលដែលព្រះអង្គផ្ដាច់ការនោះជួបខ្ញុំលើកដំបូងហើយយកកាំបិតជុំមកខ្ញុំនោះគឺជាការលេងសើចស្នេហាជាមួយខ្ញុំមែនទេទើបបានជាគេមិនបន្តទៅមុខលីវលីគឺឯងត្រូវតែជឿខ្ញុំដឹងទេព្រះមហេសីតើត្រូវធ្វើយ៉ាងណាទៅ10ថ្ងៃទៀតគឺជាថ្ងៃប្រទានឋានៈផែនការរបស់ខ្ញុំគឺរត់ចេញពីព្រះបរមរាជវាំងមុនថ្ងៃប្រទានឋានៈរត់ចេញពីព្រះបរមរាជវាំងព្រះមហេសីមិនលេងសើចទេឯងមិនបានលើខុសទេរឿងនេះគឺតាក់ទងនឹងអាយុជីវិតរបស់ព្រះមហេសីឯងប៉ុន្តែប្រសិនបើរត់មិនរួចហើយត្រូវព្រះចៅអធិរាជចាប់បានតើយើងទាំងអស់គ្នានឹងត្រូវកាត់ក្បាលដែរទេនេះការស្នាក់នៅក្នុងវាំងនេះគឺប្រកាសជាស្លាប់ដើម្បីរត់គេចពីវាលរហោឋាននៃអំពើល្អនិងអាក្រក់នេះហើយរកឱកាសរស់គឺមានតែបបម្ដាយរបស់អ្នកហើយនេះអោះលីវលីតូចតើឯងចង់ឃើញនាងខ្ញុំដែលជាព្រះមហេសីដ៏ស្អាតរបស់ឯងត្រូវខ្មោចគួរឲ្យខ្ពើមនោះយកទៅធ្វើជាចំណេញនេះពិតជាធ្ងន់ធ្ងរណាស់ទីបំផុតអ្នកនឹងមិនអាចឃើញសំបីតែរូបកាយរបស់នាងខ្ញុំទៀតផងមិនបានទេលីវលីតូចបានទទួលបន្តាំពីលោកម្ចាស់និងលោកស្រីឲ្យការពារសុវត្ថិភាពព្រះមហេសីគឺដាច់ខាតមិនអាចបណ្ដោយឲ្យព្រះមហេសីធ្លាក់ក្នុងគ្រោះថ្នាក់ឡើយឡអញ្ចឹងយប់នេះឯងត្រូវតាមខ្ញុំគោលដៅរបស់យើងគឺនៅទីនេះហើយឲ្យបានល្អទេពួកឯងដឹងរឿងរបស់ស្នំស៊ូខាងនេះទេពីស្ត្រីម្នាក់មកពីតំបន់ព្រំដែនបែរខ្លាយជាមនុស្សថ្លៃថ្នូរម្នាក់បានខ្លាយជាអធិរាជនីទៅវិញវាពិតជាមិនគួរឲ្យជឿសោះឯងយល់អ្វីខ្ញុំឮថាស្នំស៊ូមានសៀវភៅមន្តអាគមមួយក្បាលពេលនាងសូត្រមិនហើយដូចជាត្រូវគេធ្វើឲ្យភ័ន្តច្រឡំស្មារតីអស់ហើយមិនមែនទេខ្ញុំឮថាកាលពី2ថ្ងៃមុនព្រះមហាក្សត្រីជូបានធ្វើម្ហូបឆ្ងាញ់ពីមុខថ្វាយព្រះចៅអធិរាជនៅក្នុងពិធីបុណ្យការ100ឆ្នាំទើបទទួលបានការកោតសរសើរពីព្រះចៅអធិរាជចង់ចាប់ចិត្តបុរសម្នាក់គឺត្រូវតែចាប់ពូរបស់គាត់ជាមុនសិនខ្ញុំឮថាព្រះនាងរាជិនីថ្មីរូបនេះជាស្រីស្អាតពីកំណើតកាលពីម្សិលមិញព្រះអង្គម្ចាស់បានគង់នៅដំណាក់គុនមីងពេញមួយយប់ដោយមិនធ្លាប់មានពីមុនមកនារីព្រៃផ្សៃម្នាក់នេះមិនត្រឹមតែដណ្ដើមតំណែងព្រះនាងរាជិនីបានប៉ុណ្ណោះទេថែមទាំងទទួលបានការស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងពីព្រះអង្គម្ចាស់ទៀតផងចៅវាយនាងចៅក៏មិនខឹងស្អប់នាងដល់ស្លាប់ដែរមើលទៅព្រះនាងអធិរាជនីថ្មីនេះនឹងមានជីវិតលំបាកទៅថ្ងៃមុខហើយព្រះមហេសីកុំខឹងអីខ្ញុំនឹងទៅប្រដៅពួកនាងមិនបាច់ទេពិតជាលឿនមែនមិនខឹងទេទោះបីជារឿងនេះហាក់ដូចជាបំពង់បន្តិចមែនតែវាក៏ជាការពិតស្ដេចឆ្កែរបស់ខ្ញុំនេះគឺមិនដែលចាំងប្រៀបទេបន្តិចណាសោះឡើយពិតជាមនុស្សចង្អៀតចង្អល់មែនខ្ញុំបានសម្ដែងអស់ពីកម្លាំងកាលពីម្សិលមិញតែទ្រង់បែរជាត្រូវបានខ្ញុំថាបនឹងអបលទ្ធផលនៅតែមិនបានសម្រេចលទ្ធផលនេះនៅតែមិនបានលុបបំបាត់ការសង្ស័យរបស់ទ្រង់ទាំងស្រុងទ្រង់បែរជាប្រាំshowបាយបែបនេះទៅវិញឬថាមាននាងខ្វល់ឈិនតែមិនដែលឮថាមានខ្វល់ពីទេរឿងនេះតាក់ទងអ្វីនឹងព្រះចៅអធិរាជ
បើខ្ញុំទីមិនខុសទេប្រហែលជាក្រុមមេតបទាំងនោះបានបង្កបញ្ហាឡើងបែបនេះហើយព្រះចៅអធិរាជទ្រង់ធ្វើបែបនេះដើម្បីអ្វីនៅដើម្បីអ្វីទៀតដើម្បីបង្ខំខ្ញុំធ្វើជាខ្វល់ហ្វេរបស់គាត់រឿងគូស្នេហ៍នេះងាយស្រួលនឹងចិត្តស្និទ្ធគួរឲ្យស្ដាយណាស់គាត់មិនអាចបានសម្រេចជាដាច់ខាតគឺអីចឹងហើយអ្នកនាងខ្ញុំខ្លាចកុំខ្លាចអីក្បាច់នេះខ្ញុំបានរៀនពីឃ្លាំងងាយខ្ងោកប្រកាសជាអាចប្រើការបានឆាប់ទៅកិច្ចការដែលយើងបានប្រគល់ឲ្យអញធ្វើយ៉ាងម៉េចហើយសូមព្រះអង្គកុំបារម្ភអីនៅក្នុងវាំងពាក្យចាំអារាមអំពីព្រះមហាក្សត្រីស៊ូបានផ្សព្វផ្សាយចុះទៅទាំងអស់ហើយមហេសីក្នុងវាំងគ្មាននរណាម្នាក់មិនដឹងនោះទេស៊ូថៅយើងនឹងធ្វើជាឪពុកម្ដាយតែមួយគត់នៅក្នុងវាំងរបស់នាងដើម្បីឲ្យនាងមិនអាចឃ្លាតឆ្ងាយពីយើងជារៀងរហូតឲ្យពួកគេទៅឆាប់ទៅឈប់សិននេះមានអ្វីនៅលើទេនេះពីព្រោះព្រះអង្គគង់ចាស់បានណែនាំយើងជាពិសេសឲ្យដឹកជញ្ជូនគ្រឿងផ្សំស្រស់មួយចំនួនសម្រាប់ផលិតសម្ភារៈពីខាងក្រៅព្រះបរមរាជវាំងមានទំនិញច្រើនហើយជាសំណាងល្អវាយឺតជាងធម្មតាដែលជាមូលហេតុដែលយើងយឺតបន្តិចកុំបារម្ភអីគ្រាន់តែរងចាំមួយផ្លែព្រះមហាក្សត្រឲ្យសូមកុំស្ទាក់ស្ទើរក្នុងការចុច like follow ឬ subscribe share និងផ្ដល់យោបល់ដើម្បីគ្រប់គ្រងជួរឈរមេញយើងនឹងតែអញ្ញ